ជំរាបសួរខ្ញុំបាទឈ្មោះរស់ច័ន្ទបរិទ្ធពី Save the Children ប្រចាំនៅកម្ពុជាហើយឥឡូវនេះនៅជំរំជនភាគសឹកមួយនៅចុងកាល់ក្រុមការងារ Save the Children មកដល់ទីនេះនៅភាគខាងជើងនៃប្រទេសកម្ពុជាដែលអង្គការ Save the Children រួមជាមួយនឹងដៃគូរបស់យើងនិងសហប្រធានផ្នែកការពារនិងផ្នែកអប់រំកំពុងធ្វើការប៉ាន់ប្រមាណរួមគ្នានៅជំរំជនភាគសឹកខណៈពេលដែលប្រជាពលរដ្ឋបានភាគសឹកមកកាន់ទីនេះដែលមានសុវត្ថិភាពពីគ្រោះថ្នាក់ផ្នែករាងកាយស្ថានភាពនេះបានរំខានយ៉ាងខ្លាំងដល់ជីវិតរបស់កុមារជាច្រើនបានខកខានពីការទៅសាលារៀនរស់នៅក្នុងជម្រកដែលមានមនុស្សច្រើនកុះករហើយប្រឈមមុខទៅនឹងហានិភ័យផ្សេងៗចំពោះសុខភាពសុវត្ថិភាពនិងសុខភាពផ្លូវចិត្តរបស់ពួកគេយើងក៏បានឮថាកុមារនៅក្នុងជំរំជនភាគសឹកកំពុងត្រូវការបង្គុណជាបន្ទាន់ដែលមានការបែងចែកភេទផ្សេងគ្នាហើយយើងក៏កំពុងឮថាมันមានអគ្គិសនីគ្រប់គ្រាន់នៅក្នុងមង្គលអនាម័យក៏ដូចគ្នានោះដែរយើងក៏បានឮរួចមកហើយថាកុមារមួយចំនួនជាពិសេសកុមារតូចៗក្មេងស្រីកុមារមាននិន្នាការភេទអត្តសញ្ញាណ gender និងការបង្ហាញ gender និងលក្ខណៈភេទចម្រុះទទួលបានការមាក់ងាយហិង្សាលើផ្លូវកាយផ្លូវចិត្តនិងការរើសអើងផ្សេងៗអាជ្ញាធរនិងសហគមន៍បានធ្វើកិច្ចការជាច្រើនរួចមកហើយរាប់ចាប់តាំងពីការបង្កើតជំរកបណ្ដោះអាសន្នរហូតដល់ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលខ្វះខាតនៅទីនេះក៏ប៉ុន្តែក្នុងនាមជាអ្នកឆ្លើយតបផ្នែកមនុស្សធម៌វាជាតួនាទីមួយរបស់យើងនៅក្នុងការស្ដាប់ធ្វើការប៉ាន់ប្រមាណនិងស្វែងរកការគាំទ្របន្ថែមដើម្បីឆ្លើយតបលើតម្រូវការផ្នែកមនុស្សធម៌ដែលខ្វះខាតជាពិសេសសម្រាប់កុមារយើងបដិញ្ញាចិត្តចំពោះការឆ្លើយតបក្នុងគោលការណ៍មនុស្សធម៌និងការសម្របសម្រួលជាមួយនឹងដៃគូពាក់ព័ន្ធដែលផ្ដល់អាទិភាពនៅក្នុងការការពារការរៀនសូត្រនិងសេចក្តីថ្លៃថ្នូរនិងដើម្បីស្វែងរកដំណោះស្រាយស្ដារឡើងវិញដែលលើសពីការឆ្លើយតបសង្គ្រោះបន្ទាន់កុមារគ្រប់រូបត្រូវទទួលបានអនាគតរីកចម្រើនការលូតលាស់រៀនសូត្រការព្យាបាលហើយយើងនៅទីនេះដើម្បីធានាថាកុមារនឹងទទួលបានការគាំទ្រទាំងអស់នេះ